vay ngóp có mình phật đai cà phê môn không biết là so thay nó lỡ đọp vậy tới từng nhôm từng kê phần tay lấy bọt đây phục mài bong bô nơi bị cá đánh khát tem rong ôi thật đăng thật cái này nam mà cha bọt thay phần lật bọt thay ấy nó cứ ọt thật đánh khát tem rong nè cặp bất tới và sân và mai dương bị cá du na hơi cứ mà cha sắp cắm cứ quật đăng ta sờ bài phần lật đây phần lật máu miên nè tình phần lật máu miên nè nhầm chạy đai đôi chút đó cô a d đi chăng đi phục mai bong bô ơi nhôm ấy nó chở lom ta bỏ thay đi phần tay chạy đánh cứ mà cha không mày sọt thêm đòn to tập về từ chẳng á nè bàn khơi bàn chụp to sầm nào mũi quạt xua nom chẳng từ cô a d nó cứ sầm nào ca tăng pi mà phải các năm nó không thể cam chia ngày phần tay nó về rong chạyនេះគឺដំណើរការពីឆ្នាំ2012មកសពថ្ងៃយើងផលិតបាននេះគេខ្លាយបងសប្តាហ៍នេះយើងមានទៅដល់គោជូ AD ហើយនឹង IQ 100ហើយនឹងយ៉ាអ៊ូធ្វើយ៉ាអ៊ូទៅដល់គោយ៉ាអ៊ូនឹងដែរហើយក៏មាននៅខាងផ្នែកបតែហ្នឹងមានបតែទឹកមុំហើយមានប្រទាលមានតែដងមានទៅដល់គោប្រូចឹងវាមានច្រើនមុខនៅក្នុងនៅកន្លែងរោងចក្រយើងហ្នឹងចឹងសម្រាប់ពុកម៉ែបងប្អូនខ្ញុំជឿថាមិនតែខ្ញុំទេគឺមានអ្នកច្រឡំច្រើនប៉ុន្តែណែខ្មែរយើងផលិតអីក៏បានដែរក៏ពិតទៅគ្រាន់តែការពីមុនបើផលិតបានគេអត់ផឹកគេផឹកតែរបស់ពួកចៅសៀមហ្នឹងអញ្ចឹងហើយណែតាំងពីទឹកអាឡូវេរ៉ាទឹកតែទឹកខ្មុំក្រូចឆ្មាអីណាខ្មែរយើងផលិតបានទាំងអស់ទឹកដោះគោ AD អីនេះគឺសិតតែរបស់ខ្មែរយីហោ25ឆ្នាំហើយរបស់ខ្មែរនិយាយទៅគឺអូមិននឹកស្មានថាតែពិតស្អីទៅខ្មែរយើងក៏ស្អីក៏ធ្វើបានដែរណាស់តែធ្វើហើយវាអត់មានអ្នកផឹកបើអត់មានអសរថៃអត់ផឹកទៀតអញ្ចឹងវាពិបាករឿងហ្នឹងអញ្ចឹងការពីមុនវាអញ្ចឹងមែនតែឥឡូវអត់ទេរួមគ្នាពហិការទៅខ្ញុំជឿថាផលិតផលក្នុងស្រុកយើងនឹងរីកចម្រើនហើយខ្មែរយើងព្យាយាមណាពុកម៉ែបងប្អូនកុំបើអាចគិតបានកុំទៅក្រឹបទៅផលិតនៅក្រៅប្រទេសមិនថាប្រទេសណាប្រទេសណីទេបើថាយើងទៅត្រឹមថាយកបទពិសោធន៍បានចំណេះបានជំនាញឬក៏ថាយើងទៅអាចទៅយកអ្នកជំនាញគេមកផលិតក្នុងស្រុកឬក៏យ៉ាងណានោះយើងអាចព្យាយាមតាមតែអាចធ្វើទៅបានព្យាយាមផលិតព្យាយាមប្រើព្យាយាមពហិការផលិតធ្វើម៉េចឲ្យបានតម្លៃប្រកួតប្រជែងទីផ្សារជាក់ស្ដែងខ្ញុំជឿថាពុកម៉ែបងប្អូនមួយចំនួនធំក៏គាត់ល្អូដែរថាអូយើងផលិតបានមកចេះតែថ្លៃពេកថ្លៃជាងរបស់គេអីចឹងទៅប៉ុន្តែជាក់ស្ដែងបើដោយក្រុមហ៊ុនទឹកដោះគោ AD នេះអត់ទេនិយាយទៅក្រុមហ៊ុនគាត់ល្អស្តង់ដារអីផលិតនៅក្នុងស្រុកស្តង់ដារ ISO 22000អីណាភេសជ្ជៈរបស់គាត់អីគឺគាត់ធ្វើចេញមកល្អជាពិសេសទឹកដោះគោ AD នេះគឺល្បីមករាប់ឆ្នាំហើយនិយាយទៅរសជាតិរបស់គាត់អីទឹកដោះគោប្រើសិតតែគ្រឿងផ្សំមកពីស្អីគេញូហ្សេឡង់សិតតែទឹកដោះគោល្បីនេះអូច្រើនណាស់ទឹកដោះគោខ្មែរយើងផលិតបានមានតែតិចឯណាស់តែយើងតែឲ្យឃើញស្តុកនេះគឺស្តុកដើម្បីផលិតផលទាំងអស់ហ្នឹងគេត្រូវផលិតឲ្យគេស្តុកវាសិនរយៈពេលបានប្រហែលថ្ងៃអីណោះដើម្បីឲ្យវាត្រូវតាមក្បួនរបស់គេមិនទេខ្ញុំអត់ដឹងដែរប៉ុន្តែសិតតែជាចំណុចពិសេសដែរក្រុមហ៊ុនគាត់មានបទពិសោធន៍នៅក្នុងការផលិតមកយូរឆ្នាំមកហើយពុកម៉ែបងប្អូន AD នេះគឺបើតាមដឹងគឺយ៉ាគាត់ដូចជាខ្សែស្រឡាយចិនដែរប៉ុន្តែចិនគាត់ហ្នឹងគឺចិនបានគ្រួសារដូចនៅខ្មែរណាមដឹងទេប៉ុន្តែពីខ្ញុំទៅយ៉ាអត់ខ្វល់សំខាន់គឺបុគ្គលិកធ្វើការនៅខ្មែរអីនៅខ្មែរទៅថតផ្ទាល់ហើយឃើញហើយពុកម៉ែបងប្អូននៅតែខ្មៅយើងនេះទេហើយទឹកដោះគោ AD ដឹងមានប្រព័ន្ធមានអីចឹងទៅល្បីមកយូរហើយពុកម៉ែបងប្អូនហើយឥឡូវគាត់បញ្ចេញមកភេសជ្ជៈថ្មីច្រើនទៀតព្រោះខ្មែរយើងឥឡូវពហិការហើយមានតែខ្លាចអីផលិតមិនមែនអត់ចេះណាតាំងពីដើមមកគាត់ថាផលិតមកវាអត់មានអ្នកញ៉ាំរបស់ខ្លះមួយចំនួនផលិតទៅអាចេញថ្មីមកលក់អត់ឈ្នះពួកអាចោនោះពួកអាចោនោះវាបកែលក់ខ្មែរយើងជឿវានោះតែឥឡូវមានណាណាតាំងពីវាឌីលយើងមកញាក់ខ្លួនព្រើតថាចំអញអូវហិការមិនថាទាំងគេទាំងខ្ញុំនេះកាលពីមុនអូស្រឡាញ់ណាស់និយាយពីថាអូចាក់ទឹកម្លេចដល់ពេលឥឡូវប្រើរបស់ខ្មែរយើងពុកម៉ែបងប្អូនទឹកដោះគោ AD បញ្ចេញផលិតផលថ្មីច្រើនណាស់មានទឹកដោះគោជូយូហ្គើតផងមានតែទឹកខ្មុំក្រូចឆ្មាផងមានអាឡូវេរ៉ាផងមានភេសជ្ជៈឆ្ងាញ់ជាច្រើនទៀតដែលគាត់មានផលិតនៅក្នុងរោងចក្រទឹកដោះគោ AD របស់គាត់នេះអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនកុំភ្លេចណាគ្រប់គ្រងផលិតផលនៅក្នុងស្រុកដោយគ្រប់គ្រងឲ្យខ្មែរយើងមានការងារធ្វើអញ្ចឹងជាក់ស្ដែងនេះសិតតែបុគ្គលិកខ្មែរទាំងអស់គ្មានមកឯណាប្រទេសណាប្រទេសណីទេអញ្ចឹងរោងចក្រគាត់ធំមានស្តង់ដារផលិតទឹកដោះគោអីគឺមាន step របស់គេណាកន្លែងទឹកដោះគោកន្លែងដែលផលិតដែលវាមានហានិភ័យពាក់ព័ន្ធនឹងអាចបករោគបកមេរោគអីគឺគេចូលទៅតាំងរឹងតើតាមានកន្លែងបន្ទប់របស់គេដាច់តម្លៃផ្សេងគ្នាហើយនេះការច្រកនេះតែទឹកដោះតែទឹកខ្មុំ
តែទឹកមុំគួយឆ្មាក៏ខ្មែរយើងផលិតបានកាលពីមុនអូផឹកតែរបស់គេឥឡូវណាទៀតថាពីមុននេះខ្មែរស្អីផលិតបានស្អីផលិតបានបាត់មានណាផលិតបានណាតែយើងវាមិនសូវមានទីផ្សារដោយសារបើមិនដាក់អក្សរថៃលើដបទេលក់វាមិនចេញផឹកវាមិនឆ្ងាញ់តែឥឡូវមានឯណាក៏ដល់ពេលអញ្ចឹងទៅអីក៏ឆ្ងាញ់ដែរពុកម៉ែបងប្អូនដល់ពេលអញ្ចឹងមិនថាយើងពេលដែលយើងរួមគ្នាអញ្ចឹងទៅយូរទៅគាត់មានថាវិការគាត់មានចំណូលគាត់អាចអភិវឌ្ឍខ្លួនអាប់ដេតទាំងការវិចខ្ចប់ការអីផ្សេងៗគឺស្អាតទៅដល់ឥឡូវជាក់ស្ដែងតែមានទីផ្សារអាដេលក់តែទឹកឃ្មុំគូឆ្មាដបយ៉ាងស្រស់ស្អាតដាក់កេះវិញអូឌីហ្សាញមកភ្លឹងពុកម៉ែបងប្អូនហើយណែសេវាកម្មក្នុងការអូសង្វាក់ផលិតកម្មគេផលិតអូស្អាតណាស់តំណងណាមើលមកម៉ាស៊ីនទំនើបមិនមែនលំឯណាអញ្ចឹងបើថារីកចម្រើនជាងនឹងទៀតខ្ញុំជឿថាពិតជាទំនើបជាងនឹងទៀតឲ្យតែលក់កាន់តែដាច់គ្រប់គ្រងប្រើឲ្យកាន់តែច្រើនផលិតបានច្រើនកាលណាតម្លៃវាធ្លាក់ធូរតាមនឹងដែរឲ្យតែយើងទិញច្រើនផលិតបានច្រើនបរិមាណច្រើនគឺវានឹងធូរថ្លៃតាមនឹងហើយណែអូការវិកช็อปគាត់មិនថាឡូបារ៉ាមិនថាតែគូឆ្មាទឹកឃុំទេគឺគាត់អាដេគាត់ផលិតគាត់កំពុងថាអូលក់ដាច់ណាឥឡូវនេះអាឡូបារ៉ានេះអូធ្វើឲ្យស្បែកឯណាទុនស្បែកឯណាភ្លឺលោងស្បែកឯណាញ៉ាំទៅឆាញ់អាឌ្រីងរបស់គាត់អញ្ចឹងពីខ្ញុំទៅគ្រប់គ្រងផលិតផលក្នុងស្រុកទាំងអស់គ្នាជាពិសេសផលិតផលទឹកដោះគោ AD អរគុណបាយបាយ